មើលទៅទំនងណាស់សុំភ្លក់មួយសិនណាចាអញ្ជើញភ្លក់ចុះតែប្រយ័ត្នឆ្ងាញ់ពេកស្លាក់នំបញ្ចុកកាំងមួយរំពេចណាចង់ប្រាប់ថាឆ្ងាញ់ជាប់ចិត្តតែម្ដងហើយរឿងនំបញ្ចុកជាប់ចិត្តនៅឯចំណតរថយន្តឈ្នួលមួយក្បែរផ្លូវជាតិមានតូបលក់អីវ៉ាន់ជាច្រើនក្នុងនោះក៏មានតូបលក់នំបញ្ចុកដែលទៅនឹងបើកលក់ផងដែរដែលសាវ៉េតនិងលីណាជាអ្នកលក់នំបញ្ចុកនៅតូបក្បែរគ្នានំបញ្ចុកនំបញ្ចុកនំបញ្ចុកត្រីរ៉ស់បងប្អូនមួយចានត្រឹមតែ7,000រៀលប៉ុណ្ណោះនំខ្ញុំលក់ចិត្តដាច់ហើយនំធ្វើថ្មីប្រាប់ថាថ្មីទឹកសម្លវិញខាប់នឹងមានរសជាតិឆ្ងាញ់មិនមែនទឹករាវក៏ខ្លងហើយសាបដូចទឹកលេងចាន់ទេណាអ្នកលក់ស្មោះត្រង់គឺលក់ឆាប់ដាច់តែប៉ុណ្ណោះឯងខ្ញុំមិនដែលទៅលាយម្សៅច្រើនឲ្យធ្ងន់ពោះភ្ញៀវទេហើយទឹកសម្លវិញក៏មិនមែនយកត្រីងាប់មកស្លោដែរមិនដូចអ្នកខ្លះទេឃើញថាបរិមាណឡើងច្រើនតែពេលញ៉ាំទៅណាមិនដឹងរសជាតិនៅឯណាសម្លសុទ្ធតែឆ្អឹងហើយនំវិញផ្អួចង់តែផ្អមរកស៊ីប្រភេទនេះគឺប្រភេទបោកប្រាស់គេហើយខូចដល់ទាំងឈ្មោះអ្នកដែលលក់ស្មោះត្រង់ល្អគេដតីទៀតលីណាដែលជាអ្នកលក់ក្បែរនោះបានឮហើយក៏ពោលពាក្យឌៀមដាំទៅវិញល្វើយថានំបញ្ចុកខ្ញុំនេះមួយចានតែ4,000រៀលប៉ុណ្ណោះខ្លះលក់ថ្លៃចង់ចំណេញច្រើនអញ្ចឹងកុំច្រណែននឹងអ្នកដតីដែលហ៊ានដាក់តម្លៃទាបហើយដាក់នំហៀចានអីស្របពេលជាមួយគ្នានោះផងដែរហេងបានជិះម៉ូតូមកឈប់នៅមុខតូបសាវ៉េតអញ្ជើញចូលសិនមកបងប្រុសត្រូវការញ៉ាំនំបញ្ចុកឆ្ងាញ់ដែរទេនំខ្ញុំនេះសម្លខាប់ដូចទឹកគ្រឿងធានាតែអនាម័យនិងរសជាតិជូនបងតែម្ដងខ្ញុំខ្លាចតែមិនឆ្ងាញ់ទេមើលមិនដឹងផងអ្នកលក់សុទ្ធតែថាឆ្ងាញ់តែទាំងអស់ហ្នឹងបោកប្រាស់អ្នកទិញតែដឹងខ្ញុំមិនរកស៊ីបោកប្រាស់អ្នកទិញទេព្រោះដឹងថាអ្នកទិញគាត់ប្រឹងរកលុយណាស់ទម្រាំតែបានមួយចានមានថោកណាតម្លៃក៏រត់ខ្មើដែរហ្នឹងខ្ញុំជាអ្នកលក់ប្រកាន់នៅភាពស្មោះត្រង់ខ្ញុំដឹងថាបងនិយាយបែបនេះច្បាស់ជាធ្លាប់ត្រូវគេបោកទំនុកចិត្តហើយប៉ុន្តែមកប៉ះខ្ញុំនេះណាធានាតែម្ដងបើបងទិញយកទៅហើយមិនត្រូវមាត់យកមកដូរយកលុយវិញបានតែកំឡើយញ៉ាំអស់សតតែចានទទេយកមកវិញនោះចានហ្នឹងច្បាស់ជាហោះទៅរកមុខបងវិញមិនខានអញ្ចឹងដាក់ឲ្យខ្ញុំមួយចានធំសិនមកមើលទៅអ្នកលក់ហាក់បីដូចជាមានទំនុកចិត្តណាស់យកអាសម្លខាប់ត្រីច្រើនមកចាបងអង្គុយចាំសិនទៅខ្ញុំរៀបចំជូនបាទសាវ៉េតបានរៀបចំនំបញ្ចុកដាក់ក្នុងចានរួចហើយលើកបង្ហាញហេងទាំងនិយាយឌឺថាឃើញដែរទេថាសម្លខាប់គឺខាប់ហើយត្រីច្រើនអញ្ចឹងមើលទៅទំនងណាស់សុំភ្លក់មួយសិនណាតែបើមិនឆ្ងាញ់មិនត្រូវមាត់ដូចដែលអ្នកលក់ប្រពាយនាយនោះដឹងតែដូរវិញហើយចាអញ្ជើញភ្លក់ចុះតែប្រយ័ត្នឆ្ងាញ់ពេកស្លាក់នំបញ្ចុកកាំងមួយរំពេចណាអីអ្នកលក់ស្អីក៏ពូកែឌឺអញ្ចឹងប្រកាសហើយថាអត់ដូរលុយឲ្យខ្ញុំវិញកុំចង់មកកោខ្ញុំលក់ដូរអត់មែនលេងសាច់ទេបាទអញ្ចឹងច្រក2ចានទៀតមកខ្ញុំយកថែមចង់ប្រាប់ថាឆ្ងាញ់ជាប់ចិត្តតែម្ដងហើយហោស្មានថាចង់ដូរយកលុយវិញបើអញ្ចឹងចាំខ្ញុំច្រកជូនបងប្រុសនេះ3ឈុតហើយណាសាវ៉េតបានរៀបនំបញ្ចុកច្រកចូលទៅក្នុងប្រអប់បានយ៉ាងស្អាតនេះបងនំបញ្ចុកបងបានហើយទាំងអស់21,000រៀលបាទខ្ញុំគិតរួចហើយថាអស់ប៉ុន្មានហើយណាថ្លៃនំបញ្ចុកទាំងអស់រាប់មើលផងណាគ្រប់ចំនួនហើយអរគុណបងហើយកុំភ្លេចអញ្ជើញមកជួយទិញទៀតនៅថ្ងៃក្រោយនិយាយចប់ហេងក៏បានជិះម៉ូតូយ៉ាងលឿនចេញបាត់ទៅនៅតាមផ្លូវហេងបានជិះម៉ូតូធ្លាក់គន្លុកក៏បណ្ដាលឲ្យដាច់ថង់ធ្លាក់នំបញ្ចុកអស់មួយប្រអប់មកលើដីអើយថង់អីក៏ផុយម្លេះធ្លាក់នំបញ្ចុករបស់ខ្ញុំមួយប្រអប់ទៅបាត់ហើយអ្នកលក់នេះអត់ក្របអត់ចងកស៊ូឲ្យចិត្តស្រួលបួលសោះខ្ញុំនឹងទៅរករឿងឲ្យដឹងគ្នាជាមិនខានទេចាំមើលចុះអ្នកលក់នំបញ្ចុកសំដីច្រែតដូចចង្រិតយំអើយក្តៅក្នុងទ្រូងណាស់លោកអើយ
នៅឯតូបលក់នំបញ្ចុកលីណាឯណេះវិញក៏មានភ្ញៀវម្នាក់ចូលមករកទិញនំបញ្ចុកដែរទេបងធានានំថ្មីសម្លឆ្ងាញ់ចូលសិនមកបងបើសិនជាមិនទំនងទេអាចដើរចេញទៅវិញបានណាបង ហើយនំបញ្ចុកនេះមួយចានតម្លៃប្រហែលដែរអូន ចាបងមួយចាន 4,000 រៀលនំច្រើនសម្លឆ្ងាញ់ តម្លៃដូចជារៀងទាបជាងតូបដតៃបន្តិចហើយខ្ញុំខ្លាចតែមិនឆ្ងាញ់ទេនេះ ធានាថាឆ្ងាញ់បងបើមិនឆ្ងាញ់អាចដូរយកលុយវិញបានណាជួយទិញមកខ្ញុំលក់នេះចង់យកតែដើមវិញទេមិនបានចំណេញអ្វីច្រើនដូចគេដតៃទេបងមើលនំសិនទៅធានាថាសម្លឆ្ងាញ់ហើយសុទ្ធតែត្រី អញ្ចឹងច្រកឲ្យបង2ចានដែរមកអញ្ចឹងបងយកទៅផ្ញើប្រពន្ធបងនៅឯផ្ទះផង តារាក៏ជឿតាមពាក្យលីណាហើយក៏បានទិញនំបញ្ចុក2ចានតែម្ដងពេលមកដល់ផ្ទះតារាក៏ហៅប្រពន្ធមកញ៉ាំជាមួយគ្នាហើយស្លាប់ហើយបងអើយនំបញ្ចុកអីក៏សម្លសាបដូចទឹកទន្លេអញ្ចឹងហើយសុទ្ធតែឆ្អឹងត្រីច្រើនម្លេះនំបញ្ចុកក៏ចង់ផ្អូមហើយស្លត្រីងាប់អន់សាច់ទៀតហើយបងឯងទៅទិញពីកន្លែងណាមកហ្នឹង ចប់ហើយចាញ់បោកអ្នកលក់នេះឲ្យទិលតែបានហ្មងអើយ បើបែបនេះអានរណាហូបកៅទៅបើមិនអញ្ចឹងឲ្យយកលុយវិញមកបងអើយមិនក៏ត្រូវបោកប្រាស់ទឹកចិត្តអ្នកហូបបែបនេះហ่าដោយមិនបងអង្គយូរតារាក៏ជិះម៉ូតូយកនំបញ្ចុកនោះត្រឡប់ទៅតូបលីណាវិញតែមកដល់តូបលីណាក៏បានបិទបាត់ទៅហើយ បាត់តូបអីក៏លឿនម្លេះឬមួយក៏ដឹងមុនថាមានអ្នកយកនំមកដូរ នេះពេលនោះផងដែរក៏មានអ្នកផ្សេងទៀតជិះម៉ូតូមកតូបលីណាកាន់ជាមួយនឹងនំបញ្ចុកដូចគ្នា បងប្រុសបងឯងមកទីនេះធ្វើអីដែរហ្នឹង ខ្ញុំយកនំបញ្ចុកនេះមកសួររកខុសត្រូវអ្នកលក់អីបោកម្លេះទឹកសម្លមិនដឹងជាស្អីទេហូបមិនកើតថែមទាំងផ្អូមទៀតប្រាប់ច្បាស់ណាស់ថាដូរយកលុយវិញបានឥឡូវបិទតូបបាត់ ឯខ្ញុំវិញមិនខុសពីបងឯងទេឥឡូវបិទតូបបាត់តែម្ដង រកស៊ីបែបនេះបានតែម្ដងទេមានតែទៅផ្ទះវិញហើយអញ្ចឹង ខ្ញុំក៏គិតរកទៅផ្ទះវិញដែរ ថាចប់ហើយអ្នកទាំងពីរក៏បានចាក់ចេញពីតូបលក់របស់លីណានោះទាំងការខកចិត្តជាខ្លាំងងាកមកមើលហេងវិញម្ដងការបានជិះម៉ូតូរហូតមកដល់ផ្ទះហើយឪពុករបស់គាត់ដែលកំពុងអង្គុយលើគ្រែក្បែរផ្ទះក៏ស្រែកសួរ មិនក៏ចូលមកផ្ទះវិញធ្វើមុខតឹងតែងអីសម្បើម្លេះកូនថយនៅផ្ទះមិនសប្បាយដូចដើរលេងនៅខាងក្រៅមែន ខ្ញុំមិនបានធុញផ្ទះទេពុកតែវាសយជិះមកធ្លាក់នំបញ្ចុកអស់មួយប្រអប់ឆ្ងាញ់ផង បើកលឿនពេកវាបែបនឹងហើយឬអីថាមិនធ្លាក់ខ្ទេចនោះជិះជាមួយម្ដងសឹងតែរលត់សង្ខារទៅហើយ ពុកកុំបន្តោខ្ញុំមើលមកពីអ្នកលក់ទេដែលមិនចេះប្រយ័ត្នប្រយែងរៀបចំដាក់ឲ្យភ្ញៀវឲ្យស្រួលបួលនោះ បានហើយយកចូលទៅក្នុងផ្ទះទៅយកទៅឲ្យម៉ែខ្លួនឯងហូបចុះ បាទពុក ហេងក៏បានចូលទៅក្នុងផ្ទះដោយយកនំបញ្ចុកមួយប្រអប់នោះប្រគល់ទៅឲ្យម្ដាយ នេះខ្ញុំទិញនំបញ្ចុកយកមកផ្ញើម៉ែនំថ្មីហើយសម្លក៏ឆ្ងាញ់ទៀត អរគុណហើយកូនដែលបានទិញមកផ្ញើម៉ែហូបរបស់ឆ្ងាញ់ស្មានតែកូនម៉ែគិតតែមាត់ខ្លួនឯងមិនគិតពីមាត់ឪពុកម្ដាយអស់ហើយ ខ្ញុំជាកូនម៉ែមិនបានទៅគិតអីបែបនោះទេរបស់ណាឆ្ងាញ់ខ្ញុំនឹកឃើញពុកម៉ែជានិច្ចដោយពុកម៉ែនឹកដល់ខ្ញុំអញ្ចឹង ម៉ែសាកភ្លក់មើលសិនថាឆ្ងាញ់ដូចដែលថាឬអត់ខ្លាចណាសម្ដីអ្នកលក់ថាឆ្ងាញ់តែបែរជាដាក់ចូលមាត់ហើយសាបជាងទឹកទន្លេទៅទៀត ម៉ែសាក់ភ្លក់សិនទៅកុំទាន់ឲ្យកាត់សេចក្តីអី មីងណយក៏បានសាកភ្លក់នំបញ្ចុកនោះតែម្ដងហើយក៏បានលន់មាត់អេឆ្ងាញ់របស់គេមែនតើកូនប្រុសណែកូនឯងទិញមកពីខាងណាថ្ងៃក្រោយកុំភ្លេចទិញមកទៀតណាកូន បាទម៉ែអញ្ចឹងខ្ញុំចូលទៅក្នុងបន្ទប់ហើយ ទៅចុះកូនត្រូវមាត់ផោគេមែននេះជារៀងរាល់ព្រឹកសាវ៉េតរកតែនំបញ្ចុកលក់ឲ្យម៉ួយសឹងតែមិនគ្រប់ពីព្រោះអ្នកណាក៏ពោលថាឆ្ងាញ់គ្រប់គ្នាតែម្ដងនៅតូបលក់នំបញ្ចុករបស់លីណាខណៈនោះតារាក៏បានមកដល់ទាំងកំហឹង អូនមិនអណែងលក់របស់ឲ្យបងមិនដូចសម្ដីអញ្ចឹងសម្លនំបញ្ចុកអណែងសាបឲ្យដូចទឹកទន្លេយកតែមែនទេណា
កុំចេះតែថាគ្មានដូចសម្ដីដែលបងឯងមកនិយាយនោះទេ មិនដូចយ៉ាងម៉េចនឹងកើតបើបងញ៉ាំទៅគ្មានរសជាតិអូនឯងพูดផោបំភ្លៃការពិតពេកហើយណាអូនរកស៊ីបែបនេះគឺនៅមិនយូរទេ កុំចេះតែថាខ្ញុំមិនមែនអញ្ចឹងទេចេញពីកន្លែងខ្ញុំបានហើយកុំមកទៀតណាអប្រិស័យអស់ហើយថយចេញទៅ បងនឹងចាំទុកតែម្ដង ក្តៅឆេវហ្មងចាប់តាំងពីពេលនោះមកអ្នកនៅក្នុងភូមិក៏គ្មានអ្នកណាមកចូលទិញនំបញ្ចុកពីតូបរបស់លីណាទៀតទេដោយព្រោះតែការលក់បោកប្រាស់អ្នកទិញកន្លងមកចូលរកស៊ីត្រូវប្រកាន់នៅភាពស្មោះត្រង់ជាមួយនឹងការទទួលខុសត្រូវទើបការរកស៊ីនោះដើរទៅមុខយូរអង្វែងការរកស៊ីបែបខ្យល់ក៏ទៅបានតែមួយឆាវហើយក៏នឹងងាយរលត់ដូចគ្នាដោយដែលព្រះយេស៊ូវបានបង្រៀនថាសេចក្តីសុចរិតរបស់មនុស្សទៀងត្រង់នឹងនាំផ្លូវគេតែសេចក្តីវេកវេររបស់មនុស្សប្រទូសនឹងនាំឲ្យវិនាសវិញ